សាកសម័យមើលបងប្អូនថាក្រុមហ៊ុនធុនឡានដល់ល្បីមួយចង់ផលិតឡានដោយខ្លួនឯងតើឡានហ្នឹងនឹងចេញមកមិនត្រូវនេះគឺជា Venom F5 ជាឡាន production ទី1របស់ស្ដេចធុនឡាននៅអាមេរិក Hennessy វាមិនមែនជាឡាន production ទី1ធម្មតាទេជា Hypercar ទៀតដែលភ្ជាប់មកជាមួយតម្លៃចាប់ផ្ដើម 2.1 លានឯណោះបើប៉ុណ្ណឹងមិនហៅថា Hypercar ទៀតមកមើល performance វិញម្ដងឡាននេះជាឡានរបស់អាមេរិកដូច្នេះហើយគេមិនចោលទេ American V8 ហ្នឹងគឺ 6.6 លីត្រ Twin Turbo V8 ហ្នឹងឯងដែលផលិតកម្លាំង 1800 horsepower ឯណោះវាភ្ជាប់មកជាមួយនឹងប្រអប់លេខស្តៀងនឹង Aventador ដែរគឺ single clutch ប៉ុន្តែបញ្ជូនកម្លាំងទៅតែកង់ក្រោយតែប៉ុណ្ណោះ driving experience ឡាននេះខុសពី Hypercar ផ្សេងតែម្ដងគឺ aggressive ព្យួរហើយនឹងរទៀតដូចតែ high horsepower American V8 ចឹងណាលឿនខ្លាំងមែនតើអាផ្លូវត្រង់ហ្នឹង Hennessy ដាក់ target top speed ឡាននេះដល់ទៅ 500 km ក្នុង1ម៉ោងឯណោះលឿនខ្លាំងមែនតើតាមពិតទៅ Hennessy បានតេស្តឡាន production car របស់ខ្លួនតាំងពីឆ្នាំ 2011 មកម្លេះដែលគាត់ណាជំនាន់ហ្នឹងប្រើសាក់ស៊ីលុតទោះហើយដាក់ឈ្មោះថា Venom GT ក្រោយមក Hennessy អត់ផលិតទេតែយកពេលទៅអភិវឌ្ឍអីដែលជារបស់ខ្លួនឯងវិញដោយបានសមិទ្ធផលមកគឺអា Venom F5 ហ្នឹងឯង Hennessy ផលិតឡានហ្នឹងត្រឹមតែ24គ្រឿងឯណាតែម្ចាស់នីមួយៗគឺសុទ្ធតែទទួលបានប្រអប់ពិសេសពី Hennessy មកដែលហៅថា Treasure Chest ហ្នឹងឯងហើយក្នុងហ្នឹងមានតាំងពីសោប្រដាប់សាអគុយឡានតពួកសដោងអីហ្នឹងវាពិតជាផ្ដល់អារម្មណ៍ពិសេសមួយទៅកាន់ម្ចាស់ឡានគ្រប់គ្នាបងប្អូនមានមតិឲ្យខមមិននៅផ្នែកខាងក្រោមបានស្រឡាញ់ឡានកុំភ្លេច follow ម្នាក់មួយ